បាទខ្ញុំសូមគោរពនឹងជម្រាបសួរដល់គណៈនាយកគ្រូអ្នកគ្រូដែលទទួលបន្ទុកផ្នែក ICT ទាំងអស់សម្រាប់វីដេអូនេះខ្ញុំសូមចែករំលែកអំពីរបៀបនៃការដាក់នៅត្រាឬក៏យើងហៅថាបញ្ចូលត្រារបស់សាលាឬក៏របស់នាយកសាលាឬក៏នាយករងនឹងចូលទៅក្នុងប្រព័ន្ធ Wikischool ដើម្បីយើងងាយស្រួលនៅក្នុងការទាញយកនៅរបាយការណ៍ហ្នឹងដោយភ្ជាប់មកជាមួយនឹងត្រាហត្ថលេខាហើយនឹងឈ្មោះនឹងតែម្ដងបាទអាស្រ័យដោយសារតែសាលាមួយចំនួនទៀតគាត់មានចំនួនថ្នាក់នឹងច្រើនអញ្ចឹងដើម្បីយើងកាត់បន្ថយបាទការចំណាយនៅពេលវេលាបោះត្រាឬក៏បាទយើងសញ្ញេនឹងជាដើមអញ្ចឹងជារួមនៅក្នុងប្រព័ន្ធ Wikischool យើងនៅតែអាចធ្វើការបញ្ចូលនៅត្រាក៏ដូចជាហត្ថលេខានិងឈ្មោះនឹងបានបាទអញ្ចឹងរបៀបនៃការចូលទៅដាក់ត្រាបាទសូមលោកគ្រូយើងធ្វើការចូលមកក្នុងប្រព័ន្ធ Wikischool របស់យើងមកកន្លែងនេះយើងចុចបិទធម្មតាទៅហើយយើងចូលមកដល់ត្រង់ចំណុចមួយនេះបាទដូចជាសក់មួយដងទេមានអីខុសប្លែកនេះទេលោកគ្រូបាទចឹងទាមទារឲ្យលោកគ្រូយើងធ្វើការបំពេញលេខគណនីបាទចំពោះសាលាដែលគាត់ធ្វើការ login ទៅអត់ចូលអានេះខ្ញុំសូមបញ្ជាក់នៅក្នុងវីដេអូហ្នឹងតែម្ដងបាទលោកគ្រូយើងត្រូវពិនិត្យមើលទៅលើលេខគណនីលេខកូដនេះបាទលេខគណនីនេះជាមួយនឹងពាក្យសម្ងាត់អញ្ចឹងពាក្យសម្ងាត់វាមានតូចមានធំអញ្ចឹងណាលោកគ្រូបាទអញ្ចឹងសូមធ្វើការបំពេញឲ្យបានត្រឹមត្រូវឯចំណុចដែលពិសេសខ្ញុំឃើញភាគច្រើនចំពោះលេខពាក្យសម្ងាត់ដែលមានភ្ជាប់ជាមួយនឹងអក្សរ O ណាលោកគ្រូអក្សរ O ជាភាសាអង់គ្លេសណាបាទលោកគ្រូយើងខ្លះគាត់ច្រឡំគាត់ដាក់លេខ0បាទគាត់មើលអត់ច្បាស់គាត់គិតថាជាលេខ0អីចឹងណាអញ្ចឹងដល់ពេលអញ្ចឹងគាត់ចេះតែ log in អត់ចូលអញ្ចឹងសូមត្រួតពិនិត្យឡើងវិញទៅអញ្ចឹងខ្ញុំបំពេញពាក្យសម្ងាត់មកហើយយើងធ្វើការចុចចូលទៅបាទចឹងបន្ទាប់ពីយើងចូលមកហើយមកដល់កន្លែងនេះបាទសម្រាប់សាលាលោកគ្រូយើងអាចធ្វើការ save password នឹងទុកមួយទៅព្រោះជាទូទៅសម្រាប់សាលាយើងទេហើយនៅលើម៉ាស៊ីនកុំព្យូទ័ររបស់លោកគ្រូទេអញ្ចឹងយើង save ទុកទៅពេលដែលយើង log in ចូលទៅក្រោយទៀតបាទយើងអត់ចាំបាច់បំពេញលេខកូដអីទៀតទេបាទអញ្ចឹងឥឡូវយើងចូលមកតាក់ទងនឹងរបៀបនៃការដាក់ត្រាវិញថាតើយើងដាក់បែបម៉េចអញ្ចឹងលោកគ្រូចូលមកនៅក្នុង system របស់យើងហើយនេះលោកគ្រូមើលជួរខាងលើនេះបាទដែលខ្ញុំបានទាញនេះបាទអញ្ចឹងលោកគ្រូឃើញមានបន្ទាត់ក្រហមមួយហ្នឹងដែលមានឈ្មោះសាលារបស់យើងហើយលោកគ្រូមើលមកស្ដាំដៃគេប្រអស់មកយើងឃើញមានបាទនេះ logo មួយដែលជាប់នៅជិតរូបកណ្ដឹងហ្នឹងបាទរូបសេចក្តីជូនដំណឹងហ្នឹងក្នុងហ្នឹងឃើញមាន profile យើងចុចលើ profile ហ្នឹងមកបាទអញ្ចឹងបន្ទាប់មកទៀតយើងឃើញចេញបែបនេះអញ្ចឹងលោកគ្រូចូលមកកន្លែងការកំណត់បាទអញ្ចឹងលោកគ្រូចូលមកឃើញអញ្ចឹងមកដល់ត្រង់ចំណុចនេះយើងឃើញទី1គឺការតម្រៀបឈ្មោះសិស្សនេះអញ្ចឹងការតម្រៀបនេះលោកគ្រូក៏អាចបាទស្រេបានត្រឹមត្រូវហើយតែម្ដងក៏បានដែរតែបើអត់ទៀតលោកគ្រូតែនិយាយទៅត្រាសិនបានហើយបាទអញ្ចឹងនេះខ្ញុំអត់បញ្ជាក់បន្ថែមទេណាលោកគ្រូអាចមកអនុវត្តមើលជាក់ស្ដែងមកអ្វីដែលយើងមកផ្ដោតសំខាន់នេះគឺកន្លែងត្រាអញ្ចឹងនេះលោកគ្រូឃើញគេដាក់ត្រាសាលាអញ្ចឹងនៅកន្លែងនេះជា default របស់លោកគ្រូយើងគឺអត់មានទេបាទជា default អត់មានទេជា default ចេញតម្រុំបែបនេះអញ្ចឹងលោកគ្រូយើងចុចជ្រើសរើសមកបាទចុចជ្រើសរើសរូបភាពមករូបត្រាណាលោកគ្រូបាទអញ្ចឹងពេលដែលយើងចុចជ្រើសរើសហើយលោកគ្រូមើលមកត្រង់ចំណុចនេះបាទអញ្ចឹងខ្ញុំឧទាហរណ៍ថារូបនេះជារូបត្រាសាលារបស់ខ្ញុំបាទអញ្ចឹងលោកគ្រូអាចជាជំរើសទេបើសិនបើលោកគ្រូចង់ឲ្យបានរូបមួយនឹងធំលោកគ្រូដាក់ចេះមកប៉ុន្តែយើងត្រូវនៅពេលដែលបាទយើងចុចមកយើង open មកបាទចេះលោកគ្រូអាចដាក់ជារូបមួយបែបនេះប៉ុន្តែដូចខ្ញុំបញ្ជាក់មិញអញ្ចឹងថាពេលដែលយើងដាក់បែបហ្នឹងនៅពេលដែលយើងទាញយកនៅរបាយការណ៍គឺយើងត្រូវធ្វើការចុះហត្ថលេខាឬក៏យើងហៅថាសញ្ញេហ្នឹងជាមួយនឹងឈ្មោះនាយកសាលាឬក៏ជួសគណៈនាយកសាលាអញ្ចឹងណាបាទដូចជានាយករងឬក៏នាយិការរងអីចឹងជាដើមទៅបាទហ្នឹងទី1ប៉ុន្តែយើងគិតថាបើធ្វើបែបនេះវាចំណាយពេលអញ្ចឹងលោកគ្រូក៏អាច
ធ្វើឲ្យហើយដូចខ្ញុំបានដែរខ្ញុំចុចទៅរករូបភាពអញ្ចឹងខ្ញុំទៅយករូបដែលខ្ញុំបានធ្វើនេះឧទាហរណ៍អញ្ចឹងនេះរូបនេះធ្វើឲ្យតែពេលដែលយើងយកមកលោកគ្រូឃើញមានរូបអញ្ចឹងវារៀងតូចហើយយើងភ្ជាប់ជាមួយនឹងឈ្មោះបាទអញ្ចឹងបើលោកគ្រូមើលថាបើខ្ញុំចង់សញ្ញេឲ្យហើយចាំខ្ញុំថតយកមកដាក់ហ្នឹងក៏បានដែរលោកគ្រូកាន់តែល្អមកមានន័យថាពេលដែលយើងដាក់ហើយបាទប៉ុណ្ណេះណាលោកគ្រូយើងដាក់ប៉ុណ្ណឹងយើងអត់ចាំបាច់ចុចប៊ូតុង save ទុកអីទេគឺប្រព័ន្ធ save ទុកជូនអូតូហើយអញ្ចឹងលោកគ្រូអាចចូលមកក្នុងរបាយការណ៍យើងអាចទាញយករបាយការណ៍បានដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំលទ្ធផលប្រឡងបាទអញ្ចឹងយើងជ្រើសរើសខែមកយើងជ្រើសរើសថ្នាក់មួយធ្វើរបាយការណ៍មកនេះលោកគ្រូឃើញអញ្ចឹងទៅពេលដែលយើងទាញយកមកវាជាប់បែបនេះមកបាទអញ្ចឹងយើងមកយើងសញ្ញេថែមទៅរួចហើយប៉ុន្តែបើលោកគ្រូថាខ្ញុំចង់ឲ្យទាញយកមកប្រើតែម្ដងលោកគ្រូនៅក្នុងត្រាហើយនឹងឈ្មោះនេះយើងសញ្ញេយើងអីហើយហ្មងមកចាំយើងថតយករូបហ្នឹងមកហើយបើសិនបើស្លាលោកគ្រូយើងមានអ្នកដែលគាត់ជំនាញឬក៏គាត់ចេះប្រើប្រាស់ទៅលើកម្មវិធីកាត់តយមួយចំនួនតូចៗណាលោកគ្រូបាទដូចជា Photoshop អីចឹងអាចយើងថតហើយគាត់កាត់ផ្ដាច់ background ឲ្យហើយមកយើងយកទៅជាប្រភេទ PNG រូបឲ្យមកអញ្ចឹងនៅពេលដែលយើង print មករូបនេះវានៅលើប្រភេទกระดาษរបស់យើងវាអត់មានជាប់ស្រមោលឬក៏ background អីពីក្រោយទេអញ្ចឹងវារឹតតែស្អាតជាងនេះទៀតបាទអញ្ចឹងរបៀបនៃការដាក់ត្រាគឺមានតែប៉ុណ្្នឹងទេលោកគ្រូបាទបើសិនមកលោកគ្រូយើងមានជាចំណត់ឬក៏សំណួរផ្សេងៗអាចធ្វើការសាកសួរបន្ថែមទៀតបាទសូមគ្រប់សូមអរគុណច្រើន